ពុទ្ធលោកសំដែងតែគ្មានបនណាទៅលៀងបាបបានទេបនដោយបនបាបដោយបាបត្រូវតែឲ្យផលប៉ុន្តែមានមធ្យោបាយដែលគុំទិនឲ្យបាបឲ្យផលបានខំធ្វើអំពើល្អឲ្យច្រើនវាសង្កត់អាហ្នឹងអាបាបមានកម្លាំងតែជាងអត់ឲ្យផលរួចទេដូចញោមញាតែឆ្ងល់តើអ្នកនឹងឲ្យឃើញធ្វើតែអំពើបាបមិនក៏មិនដែលឃើញផលអាក្រក់ឲ្យបាបនឹងឲ្យផលដល់អ្នកនោះឃើញគេបានសេចក្តីសោកអាហ្នឹងមួយអារិមួយតែហ្នឹងអ្នកនោះឲ្យឃើញធ្វើតែអំពើកុសលគ្មានលោះខែលោះថ្ងៃចុះរឿងអីឃើញជីវិតមនុស្សនោះជួបតែនឹងសេចក្តីទុក្ខអានេះមានកត្តាពីរណាបងសម្រាប់ញោមញាតបរិស័ទឲ្យឆ្ងល់បើงั้นណាជំរះរឿងហ្នឹងឲ្យវាបាត់ផងណាឲ្យអស់មានឆ្ងល់ថាអ្នកដែលធ្វើអំពើបាបបច្ចុប្បន្នហ្នឹងតែមិនឃើញផលបាបឲ្យផលឃើញតែផលបុណ្យឲ្យជាសេចក្តីសុខថាព្រោះអ្នកនោះធ្វើបុណ្យមកវិច្រើនពីមុនគំនោបុណ្យនៅរាំងការពារបុគ្គលនឹងឯងបាបដែលគាត់ធ្វើថ្មីនឹងចូលឲ្យមិនរួចទេព្រោះបុណ្យមុននឹងវារាំងអានេះសូមឲ្យយល់ចាព្រោះអ្នកដែលធ្វើអំពើបុណ្យល្អយើងមើលទៅឃើញតែជីវិតជួបតែសេចក្តីទុក្ខមិនពុទ្ធលោកសំដែងថាអ្នកនឹងធ្វើបាបពីមុនច្រើនណាស់ដើម្បីនឹងសន្សំបុណ្យសន្សំកុសលទាមទារយកបុណ្យអំពីកម្មវិធីបុណ្យឆ្លងពុទ្ធស្ថានពុទ្ធសាសនាកម្ពុជារានប៉ុន្តែនឹងវត្តអីវត្តមិនឃើញនេះវត្តមឿងចាអញ្ចឹងហ៎វត្តមឿងចានៅក្នុងឃុំជាងតងស្រុកត្រាំកក់ខេត្តតាកែវនេះថ្ងៃនេះគឺញោមញាតក្តីប្រកាសណាដែលនិមន្តអញ្ជើញមកសត្វតែចិត្តសត្វជាកុសលហ្នឹងឯងកុសលផលបន់ពេញមួយថ្ងៃហ្នឹងឯងព្រមមកនឹងមិននាំយកពួកកិលេសលោភៈទោសៈមកផលមោហៈមកផលទេនាំយកទឹកចិត្តដ៏ល្អបរិសុទ្ធគឺប្រកបដោយកម្មាវិជ្ជាកុសលចិត្តបើមកត្រូវបានទទួលបុណ្យទាំងអស់គ្នាក្នុងឱកាសនេះខ្ញុំកណាអាត្មាភាពនឹងបានទទួលភារកិច្ចជាធម្មកថាមកសម្ដែងធម៌ទេសនាក្នុងកម្មវិធីបុណ្យឆ្លងពុទ្ធស្ថានពុទ្ធសាសនានៅក្នុងវត្តមឿងចានៅក្នុងឱកាសនេះឯក្នុងកម្មវិធីបុណ្យឃើញដាក់ថាបុណ្យឆ្លងពុទ្ធស្ថានពុទ្ធសាសនាកម្មវិធីបុណ្យក្នុងថ្ងៃនេះប្រធានបឋមប្រផាត់គឺក្នុងបុណ្យធ្វើពុទ្ធាពិសេសឆ្លងពុទ្ធបដិមាអង្គធំនេះធំជាងគេទាំងអស់ណាហើយនឹងមានរូបព្រះអរហន្តនៅអរិយសង្ឃជាសាវកនឹងប្រមាណរូបសាវកនឹងប្រមាណរូបទៅណា80រូបហ្នឹងហើយលើស80ផងនេះសត្វតែជាតួព្រះអរហន្តសម្មាសម្ពុទ្ធនៅក្នុងពុទ្ធសាសនាណានៅក្នុងបុណ្យនេះគឺបុណ្យធ្វើបុណ្យពុទ្ធាពិសេសអភិសេកពុទ្ធបដិមាអង្គថ្មីនេះទៅតាមប្រពៃណីទំនៀមទម្លាប់របស់ជាតិយើងដែលធ្លាប់ប្រមមកនោះបញ្ចាំងធ្វើទេសនាក្នុងថ្ងៃនេះក៏បានលើកគោលធ្វើអ្វីដែលគម្លាតឃ្លាតឆ្ងាយពីកម្មវិធីបុណ្យនឹងមកសម្ដែងប្រគេនជូនទេពីព្រោះគ្រប់បុណ្យទាំងអស់នៅក្នុងពុទ្ធសាសនានឹងញោមញាតពុទ្ធបរិស័ទเป็นមែនតែជ្រះថ្លាធ្វើមែនស្គាល់តែឈ្មោះបុណ្យទេតែអត្តន័យខ្លឹមសារក្នុងកម្មវិធីបុណ្យនឹងញោមញាតអត់យល់អត់ដឹងអីទេនេះតាមការរំពឹងកម្មការដែលទទួលព័ត៌មានពីញោមញាតនឹងមកដល់អាត្មាតែគេថាធ្វើគ្រាន់តែធ្វើគេថាធ្វើទៅតាមឃើញតាមឮតាមធ្លាប់មកតាមដូនតាម៉ែឪចេះពីមកតពីគ្រូមកតែដល់អញ្ចឹងការធ្វើនឹងមិនប្រសើរទេនេះសូមជម្រាបចឹង
ប្រកូលធ្វើក្នុងពុទ្ធសាសនាញោមញាតពុទ្ធបរិស័ទធ្វើអ្វីត្រូវសិក្សាត្រូវយល់ដឹងនៅបរិយត្តិធម៌នេះជាដើមខាងដើមបរិយត្តិធម៌សពថ្ងៃគេហៅទ្រឹស្ដីបរិយត្តិធម៌ទ្រឹស្ដីគឺបញ្យល់ប្រាប់ពីកម្មវិធីមួយដែលធ្វើមានហេតុអីមានផលអីមានប្រយោជន៍អីយល់ឲ្យច្បាស់អញ្ចឹងតែញោមញាតនៅខ្វះខាតតែក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធថាឲ្យយើងរៀនបរិយត្តិធម៌មាននៅក្នុងគម្ពីរបត្រៃបិដកភាសាសព្វថ្ងៃគេហៅថាទ្រឹស្ដីបរិយត្តិដូចគ្នាក៏រៀនបរិយត្តិចេះហើយត្រូវមកបដិបត្តិស្មើនឹងអនុវត្តស្មើគ្នាទាំងពីរផ្លែកណាគេវេវចនៈពីរហ្នឹងពីរខុសគ្នាតែអត្តន័យតែមួយទេត្រូវរៀនឲ្យចេះទ្រឹស្ដីដោយបនពុទ្ធាពិសេសនេះជាដើមតើធ្វើបនឆ្លងព្រះពុទ្ធរូបអភិសេកព្រះពុទ្ធរូបចេះតថាតគេសួរថាអភិសេកធ្វើម៉េចអីម៉េចតែអត់ដឹងទេខ្ញុំនឹងមិនថាអភិសេកទេថាតាមគេនោះគេអានឹងថាតាមគេអត់ដឹងថាអភិសេកគេធ្វើម៉េចទេបើចាសំដែងធ្វើថ្ងៃណាមានធ្វើអីជ្រៅជ្រះប្រអភិធម្មមិនទេណាញោមណានិយាយពីកម្មវិធីបន់នៅបយលពាក្យថាអភិសេកនេះសម្រាប់យើងនិយមនៅក្នុងប្រទេសរបស់យើងមានពីរទី1គេហៅរាជាភិសេកទី2ពុទ្ធាភិសេកណាមានពាក្យថាភិសេកនៅក្រោយដូចគ្នាទាំងអស់សួរតើចូលរាជាភិសេកមានន័យយ៉ាងម៉េចថារាជាភិសេកហ្នឹងគេធ្វើពិធីលើកខ្សាត់អង្គណាមួយថ្មីហ្នឹងដែលត្រូវទទួលគ្រប់គ្រងរាជាសម្បត្តិទឹកដីព្រះរាជាណាចក្រនោះមានប្រទេសខ្មែរយើងមានកម្ពុជាជាដើមបន្តអំពីខ្សាត់អង្គមុនដែលទីវាំងគាត់ទៅហើយគេលើកខ្សាត់ថ្មីធ្វើជាខ្សាត់គ្រប់គ្រងរាជបន្តអញ្ចឹងវាមានពិធីរាជាពិសេសព្រះមហាក្សត្រហ្នឹងគេប្ររពទៅតាមប្រព្រឹត្តទៅតាមលទ្ធិរបស់ព្រាហ្មណ៍ធ្វើតាមព្រាហ្មណ៍ដល់ក្រោយមកមានចម្រុះលាយពុទ្ធសាសនាយើងមាននិមន្តព្រះសង្ឃទៅចូលក្នុងកម្មវិធីដែរមានចម្រើនព្រះបរិត្តថ្វាយជ័យបរិត្តជាយន្តោឯហ្នឹងបើខាងសាសនាព្រាហ្មណ៍មានពិធីស្រោចសុគន្ធវេរីថ្វាយមានពួកបរហេតុពួកព្រាហ្មណ៍គេចាក់ទឹកសាំងទឹកទង់ដែងនៅថ្វាយពោជ័យដល់ក្សត្រអង្គថ្មីខោរាជាពិសេសឲ្យពេញសិទ្ធិជាព្រះមហាក្សត្រគ្រប់គ្រងរាជសម្បត្តិនៅក្នុងប្រទេសអានឹងសម្រាប់រាជាពិសេសសម្រាប់ពុទ្ធាពិសេសនេះអភិសេកចំពោះព្រះពុទ្ធបដិមាដែលសាងហើយថ្មីនេះព្រោះមុននឹងធ្វើការបញ្ចប់ការកសាងនោះហើយត្រូវធ្វើពិធីពុទ្ធាពិសេសអានឹងវាមានពីបទពុទ្ធាបូកនឹងអភិសេកតសន្ធិភ្ជាប់គ្នាទៅជាពុទ្ធាពិសេសក៏គឺជាការស្រោចស្រពប្រោះព្រំសុគន្ធវេរីទឹកក្រអូបមានក្រចេះជូនច័ន្ទម៉ាន់ហមគ្រឿងក្រអូបជាដើមហ្នឹងបើសប្តាហ៍ថ្ងៃនេះគ្រឿងក្រចេះជូនច័ន្ទម៉ាន់ហមគ្រឿងក្រអូបពីបុរាណបាត់អស់ហើយប្រើទឹកអបជំនួសសប្តាហ៍ថ្ងៃនេះរបស់បុរាណបាត់អស់លីងការដែលប្រោះព្រំថ្វាយសុគន្ធវេរីនឹងទឹកក្រអូបហើយនឹងបាចសាច់ផ្កាបូជាចំពោះព្រះពុទ្ធបដិមានេះមិនមែនយើងគ្រប់គ្នាอย่าច្រឡំណាញោមណាមិនមែនយើងគ្រប់គ្នានេះជាអ្នកថ្វាយពរឲ្យព្រះពុទ្ធត្រាស់ដឹងបានទេអានឹងសមយល់អញ្ចឹងពិធីក្នុងពុទ្ធាពិសេសនេះដែលយើងប្រោះព្រំសុគន្ធវេរីគ្រឿងក្រអូបបាចផ្កាថ្វាយនេះគ្រាន់តែជានិមិត្តរូប
ទេវតាអិនព្រំយមយៈកន្ធពទាំង100,000 លានកោណចក្រវាលកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងឡើងនៅក្រោមដើមពោធិព្រឹក្សប៉ុន្តែថ្ងៃ15កើតខែវិសាខនៅត្រាស់ដឹងធ្វើឲ្យទេវតាទាំងសែនកោណចក្រវាលមេព្រំកន្ធពបើយៈគ្រុឌអីទាំងបានហ្នឹងក៏ត្រេកអររីករាយនឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធថាជាអគ្គបុគ្គលដ៏ប្រសើរនៅលើលោកជាមហាអ្នកប្រាជ្ញកំពូលព្រះអង្គជាអជ្ជនេយ្យព្រះអង្គជាព្រះនេកៈព្រះអង្គជាបុរសដ៏ឧត្តមប្រសើរជាងគេអជ្ជនេយ្យបានន័យជាអ្នកសម្ដែងធម៌ដើម្បីប្រោសដល់សត្វលោកឲ្យឆ្លងផុតអំពីសង្សារទុក្ខទៅកាន់ព្រះនិព្វាននេះគេថាទេវតាពោលហៅពុទ្ធតែព្រះអង្គជាអជ្ជនេយ្យទេវតាខ្លះថាព្រះអង្គជានេកៈទេវតាអង្គខ្លះថាព្រះអង្គនេះជាបុរសដ៏ឧត្តមល្អក្រៃលែងជាងគេនៅលើពិភពលោកឥតមានបុរសណាដែលស្មើនឹងព្រះអង្គទេក្នុងពេលនោះទេវតាផ្អែនព្រំទាំងសែនកោចក្រវាលមកចុះមកថ្វាយពរជ័យអបអសាទរចំពោះការត្រាស់ដឹងព្រះពុទ្ធនឹងបានមានគាថាថាជាយខោដែលយើងតែងសូត្រនឹងអភិសេកយើងតែងសូត្រថាជាយោហេពុទ្ធសរិមតោអាយ៉ាងហ្នឹងមេរសច្ចបាបិមតោបរាជយោបល័យប្រែជាខ្មែរថាព្រះពុទ្ធដ៏មានសេរីព្រះអង្គឈ្នះមេហើយមានចិត្តបាបចាញ់ព្រះអង្គហើយជាយខុសនេះជាសម្រែករបស់ពពួកទេវតាអិនព្រំទេដែលសប្បាយរីករាយថ្វាយពោសព្ទសាធុការក្នុងពេលនោះមានទេវតាមួយក្រុមឈ្មោះពួកថាទេវតាពួកកន្ធពនឹងជាទេវតាជាអ្នករបាំរំច្រៀងដេញដំប្រគំដូតន្ត្រីផ្លុំត្រែផ្លុំសាំងឲ្យមករំថ្វាយចំពោះការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនឹងសំយមញាតជ្រាបយើងមកអបអរសាទរទេយើងមកទទួលស្គាល់ថាព្រះពុទ្ធបដិមាអង្គដែលសាងហ្នឹងគឺព្រះអង្គបានត្រាស់ដឹងនៅបារមីគឺសម្មាសម្ពុទ្ធញ្ញាណគ្រប់អីយើងនាំគ្នាមកអបអរសាទរការស្ថាបនាសាងរួចហើយនេះធ្វើពិធីបន់ឆ្លងបានន័យថាព្រះពុទ្ធរូបអង្គនេះគឺបានត្រាស់ដឹងធ្វើហើយនេះជាកិច្ចប៉ុណ្្នឹងទេសំយមញាតពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបព្រះពុទ្ធបដិមានេះជាតំណាងព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះសមណគោតមរបស់យើងនេះព្រះអង្គបរិនិព្វានផុតទៅហើយទ្រង់បានប្រឌិដ្ឋានវត្ថុ5យ៉ាងទុកដើម្បីជាបញ្ញខេត្តជាស្រែបុណ្យសម្រាប់ញោមញាតពុទ្ធបរិស័ទគ្រប់រូបដែលជ្រះថ្លានមស្ការថ្វាយបង្គំរំលឹកដល់គុណរបស់វត្ថុទាំង5នឹងបានបុណ្យបានអានិសង្សវត្ថុទាំង5ដែលព្រះសម្មាសម្ពុទ្ធទ្រង់បដិស្ថានទុកនោះទី1គឺព្រះពុទ្ធបដិមាហ្នឹងឯងទ្រង់បដិស្ថានទុកតំណាងតួអង្គរបស់ព្រះអង្គវត្ថុទី1វត្ថុទី2គឺដើមពោធិព្រឹក្សដើមពោធិព្រឹក្សនេះកន្លែងដែលព្រះអង្គគង់ចម្រើនអានាបានសតិនៅប្រទេសឥណ្ឌាដើម្បីត្រាស់ដឹងជាពុទ្ធដើមពោនោះមានកំណើតដំណើរនៅថ្ងៃដែលព្រះសម្មាសម្ពុទ្ធលោកប្រសូតព្រះសម្មាសម្ពុទ្ធលោកប្រសូតថ្ងៃណាពោនោះក៏ចាប់លូតលាស់កើតជាត្រួយមានពូជជាមួយគ្នាថ្ងៃណានឹងពោធិព្រឹក្សអានេះជាវត្ថុទី2ហើយដោយញោមញាតពុទ្ធបរិស័ទមើលនៅលើទឹកដីកម្ពុជាយើងពិតមែនថាពីមុនមកយើងមិនមានពូជពោដែលនៅកន្លែងប្រទេសឥណ្ឌាមានពោធិព្រឹក្សកំណើតនៅស្រុករបស់យើងនេះក៏បុរាណអាចារ្យក៏លោកយកមកដាំតាមវត្តតាមអារាម
ដើម្បីជាតំណាងព្រះពុទ្ធសាសនាដែររួចវត្ថុទី3គឺព្រះសធោបបាលីថាធោបៈសំស្ក្រឹតថាស្ដូបយ៉ាងស្ដូបនឹងចេតិយជាចេតិយគឺកន្លែងដែលគេសម្រាប់តម្កល់បញ្ចុះព្រះបរមរាជសក្តិធាតុព្រះស្ដូបគេធ្វើជានិមិត្តរូបធំឡើងពេចពាក្យស្ដូបនេះមានអត្ថន័យមិនសម្រាប់តែបញ្ចុះធាតុទេសំបីតែប្រទេសជាតិយើងក៏មានវត្ថុដែលសាងជាស្ដូបជាអនុស្សាវរីយ៍ដោយវិមានឯករាជ្យវិមានឯករាជ្យជាស្ដូបជានិមិត្តរូបមួយដែលយើងបានទទួលឯករាជ្យពីបារាំងមកនឹងក៏ព្រះមហាក្សត្រព្រះបរមរតនកោដ្ឋព្រះបាទសីហនុលោកកសាងជាវិមានឯករាជ្យមានគេហៅធោបៈឬស្ដូបឲ្យនិមិត្តរូបដែលយើងមានសេរីភាពឯករាជ្យពីបារាំងមកហ្នឹងអានេះគេហៅស្ដូបដូចគ្នាប៉ុន្តែស្ដូបក្នុងទីនេះសំដៅទៅចេតិយដែលបញ្ចុះព្រះសារីរិកធាតុក៏ជាទីគោរពហ្នឹងរួចពាក្យថាចេតិយនេះយើងមកសម្គាល់ឲ្យតែមានកន្លែងបញ្ចុះធាតុហៅចេតិយតាមពិតជាការសន្មតរបស់ព្រះយើងទេពាក្យចេតិយនេះទូលំទូលាយណាស់បើប្រែជាបាលីនោះមកជាខ្មែរចេតិយហ្នឹងភាសាបាលីទៅចេតិយៈប្រែជាយកខ្មែរយើងយកមកប្រើថាចេតិយប្រែមកជាខ្មែរសតទៅទីណាដែលគេទៅគោរពកន្លែងណាមានឲ្យតែមនុស្សទៅគោរពគេហៅចេតិយវត្តអារាមទូវត្តអារាមមួយទាំងមូលគេហៅចេតិយដែរនេះសូមឲ្យយល់ចឹងសំបីខ្ទមអរៈអ្នកតាណានៅតាមស្រុកតាមភូមិគេហៅតែចេតិយដែលព្រោះកន្លែងមានមនុស្សគេអ្នកជំនឿគេទៅគោរពសំដៅលើកន្លែងទីដែលគេគោរពសំបីវិហាររបស់សាសនាគ្រិស្តយើងហៅឆើចហ្នឹងឬក៏វិហារខាងសាសនាមូស្លីមគេហៅម៉ូសវិហារក៏គេហៅថាចេតិយដែរអានេះនេះវាទៅលំទៅលាយអញ្ចឹងព្រោះកន្លែងនោះមានគេទៅគោរពបរិស័ទអានេះសោអញ្ញញាតជ្រាបតែបើយើងនិយមយើងយកកន្លែងបញ្ចុះធាតុតែចេតិយយល់វាខ្លីដល់វែងគឺទីណាឲ្យតែមានគេគោរពនេះពុទ្ធបដិមានេះក៏ចេតិយដែរគេគោរពបាទនឹងវត្ថុតំណាងណាទី3គឺព្រះសធោព្រះស្ដូបនៅសម្រាប់តម្កល់ព្រះបរមសារីរិកធាតុទី4ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបរិនិព្វានទៅគេធ្វើការថ្វាយព្រះភ្លើងបូជាព្រះបរមសពទៅនៅសល់ព្រះអធិធានហ្នឹងជានិមិត្តរូបមួយដែលទី5ព្រះធម្មខណ្ឌ84000ព្រះធម្មខណ្ឌនោះព្រោះនេះជាតំណាងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធលោកប្រដិស្ថានទុកសម្រាប់ជាស្រែបុណ្យបាលីថាបញ្ញខេត្តដល់ពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នាតែកាលណាមកជួបនឹងវត្ថុ5យ៉ាងហ្នឹងញោមញាតតែងតែជ្រះថ្លាដោយព្រះពុទ្ធបដិមាអង្គហ្នឹងថ្ងៃក្រោយញោមបានដើមឲ្យជួបឲ្យតែឃើញជ្រះថ្លាក៏ធ្វើការនមស្ការហើយក្នុងពេលហ្នឹងបុណ្យកើតព្រោះបុណ្យហើយនឹងបាបគ្មានអ្នកណាឲ្យយើងទេកើតតែពីខ្លួនយើងទេគ្មានអ្នកណាមកប្រទានបាបប្រទានបុណ្យឲ្យទេក្នុងពុទ្ធសាសនានេះនោះបើសាសនាដទៃទៀតស្រេចព្រះឲ្យបោបាបក៏បាបព្រះឲ្យបុណ្យក៏បុណ្យពុទ្ធសាសនាបដិសេធដាច់អត់ទទួលថាអ្នកណាឲ្យបុណ្យឲ្យបាបអីទេបុណ្យបាបគឺកើតពីចិត្តបើតែចិត្តទុំមនៈបើក្តៅក្រហាយកើតមោហៈទោសៈហើយបាបហើយតែចិត្តរីករាយសប្បាយបានបុណ្យហើយ
เดี๋ยวอาตมาจะสำแดงจะนี่โยมเย็นมองในสตาบอนเมียนบาปไอ้โมลีไอ้เตเมียนตุกเมียนของวอลจำเปประตเนียกีนะก็นาอีกสระแต่งมอมมาแต่อันนี้เลิกตีอ้อเพราะเนี่ยประจำเปประตเนียกีนะการตกหน้าได้มันโดดเทว่ามองอันนี้พลิกไอ้เรื่องนั่งพอหลายตรามอจิตรบ้านบนบางกสอนอันนั้นอย่างนี่เป็นการบอลเอาใส่บอลโยมเย็นมาเคยดามโปที่พระก็เฉลียทลาปันดามโปที่พระโดยเชียมโยมเย็นมันเศร้าเฉลียทลาเต้เฉลียทลาแต่นังบพุทธปะได้มาเปรสไรไรเกิดเทียดนังเปรนังกัมพีเบตรายเบดเตแตบเปรดามโปที่พระโดยเชียเชียละธรรมามันเคยเตพอเคยใหญ่ตาก็แต่งได้บริษัทได้กัดกรอมมาลบดำปุ๊กก็มันได้เคยเลิกได้นมัสการได้จากปีโบราณอ่อนแต่นิยมนะปี7-8 ชนมุนอาธมาเกิดมาเตือนใหญ่ตาซ่อมใบตาเกิดโจลตะวัดตะดอนคลองเทววัดก็กุยสันเลิกได้นมัสการสดบันเตียมิเจตแต่ยังสันเพราะนั่นจะเจ็ดได้ตัววัดมวยตรงมูลเลยก็บานบ่อนก็มาดอนคลองเทววัดบานบ่อนมาเลิกหายสงายปันอ้อยนะมันได้เคยนามาดอกลองทวีวัดเลิกได้นมัสการวันเตียมีอารามไม่ไอ้แต่เจตยังไอ้บัดออกอันนึงก็รำลึกมวยได้สำหรับพุทธบริษัทตัววัดมวยตั้งมูเลยนะโยมนะบ่ยังย้อนจะมาหมดดอนคลองทวีเลิกได้นมัสการสิโกรบจมปัวเช็ดได้ทำก่อนพุทธศาสนานั่นไอ้บัดดำโปที่พระชาปิดาตัดดากรรมมาลุกแล้วก็ดักกุ้งกุยเจ้าก็เลิกได้นมัสการดำโปนะทวายกรมนะปัญหาปไปนี่เดลอบัดอลิงปัญหาในมอเตสนานั่งจังด่าเตือนกรานรมเลิกไอ้เธอเอาไว้ได้เชียปไปนี่ละระบอดโดนตายังมาเวงสาบานนะโยมนะบัญชังจับไปง่ายยังเตยโยมเย็นชื่นตะวัดนะได้ตดอกคลองเทววัดนมัสการสันจังเมียนฉบับนะกิโกรบยาใดโดยเชียผู้ปิโคดาวมอปีนาได้จบมอวันโชลมอวัดกีมาดอกคลองเทววัดคลุมใจบ่อหรือมาดอกเรารู้กันลุ่มเจนสเปเชียงจังหรือไม่ยางมันรู้แต่ในตันล็อกลมแดดมานั่นโจลวัดเกบ้านร้อยกิโลแต่หมอตราบัดกาโกรบชิมปัวพิโคสำหรับวัดอารามหรือโยมเย็ดด้วยกันเองอัดเมนาบัดไอเตปนเวียมบ้านป้อนบามอดอจิรตลากุยนมาสการคลองเทวสังเจ้าบ้านป้อนมาเกรียหายนะมาเกรียอย่างไอเต้ากราวดำโปเคยดามโปเลิกได้นมัสการรำลึกเอ้ยดามโปจีรุกเชียนพระสัมมาสัมพุทธเมียนเพียตรงตราดังกรมโลโปดิเปรตคือถ้าปนังบ้านบอลจำใจพระใจไอเตกระดาษเชลลาปนังบ้านบอลเรื่องสอบอัญญเรียบเรื่องมนนังโจลวัดกรมในมวยดาตะชุมดามโปที่เปรตในมวยซ้ำไอเพื่อไอบ้านดังหนึ่งบางการนายยังทำต้นนายนำบริษัทดติเอาทำตามพออันนี้ไม่ใช่แต่บัตรแต่บัตรคลังนะปีสมัยชนำ70 หมอทั่วอ้อยหรือลวดบัตรโซนอ้อยลิงอันนี้มูลเหตุapa lah ne athma remlek langវិញណាញោមណាapaអ្នករំលឹកអ្នកថាគេអ្នកស្ដាប់មិនសូវចូលចិត្តទេបើថាខាត់ញ៉ាអាត្មាមិនគិតទេមកតែម្ដងឯងមកតែម្ដងប៉ុណ្ណឹងឯងបានអត់ខ្លាចស្អប់អីទេណាញោមណាបានហ្នឹងចានិយាយពីការគោរពបានថានឹងជាបញ្ញខេត្តដ៏ប្រសើរសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលត្រូវការគោរពបានបុណ្យនឹងវិញមួយយ៉ាងទៀតអានឹងជាវត្ថុមួយពោលដីតានកណាយើងឃើញយើងជ្រះថ្លាឃើញជ្រះថ្លា
គ្រប់តែកន្លែងហ្នឹងឯងបានថាផ្ដល់ផលបន់កុសលអ្នកដែលដើរមកជួបតែបានបន់តែអ្នកដែលយល់ទេបើអ្នកមិនយល់មិនជ្រះថ្លាមិនបានទៅលើកដៃឲ្យគោរពនមស្ការដើរទៅហួសទៅក៏ហួសមកក៏ហួសមិនបានគឺអត់បានបន់ត្រូវបានបន់បានកុសលងាយងាយអត់ធ្វើទៅថាបានបន់ទៅលើគេចង្ហាន់លោកណាถ้าយកប្រាក់ទៅចូលបន់កសាងអីបានបន់អានឹងយល់វាមិនដល់ដឹងវាមិនគ្រប់របស់គេមានស្រេចគ្រាន់ដើរបោជ្រះថ្លាចានមស្ការយើងបានបន់យើងអត់បានយល់ផងក៏រួចសម្រាប់លោកអ្នកដែលកសាងព្រះពុទ្ធរូបនេះព្រះពុទ្ធបដិមានេះញោមញាតជ្រះថ្លាចូលរួមជាមួយនឹងលោកក្នុងការកសាងនឹងតិចក្តីច្រើនក្តីបើសិនណាញោមមិនដឹងបានបន់តែម្ដងទេបើចេះទៅបានបន់ច្រើនឥឡូវនិយាយពីបានបន់ច្រើនហ្នឹងយ៉ាងម៉េចព្រះសម្មាសម្ពុទ្ធបានសម្ដែងតែចេតនា3យ៉ាងដែលនាំឲ្យកើតបន់ដល់ពុទ្ធបរិស័ទទី1បល័យថាពុព្វចេតនាចេតនាគឺចិត្តជ្រះថ្លាខាងដើមគេក្រាន់តែលោកគ្រូភក្តីលោកវាវនេះឃោសនាញោមញាតជ្រះថ្លាចង់ចូលរួមកសាងពុទ្ធបដិមាជាមួយនឹងលោកក្នុងពេលនឹងបានបន់ម្ដងហើយមិនទាន់លះធនធានផងក៏ពុព្វចេតនាហ្នឹងតទី2មកញោមនាំយកបច្ច័យយកទ្រព្យមកប្រគេនលះទ្រព្យបច្ច័យប្រគេនលោកចូលរួមទី2ក៏ហៅមញ្ញនចេតនាទី2ហ្នឹងក្នុងពេលនោះបានបន់ម្ដងទៀតដល់ទី3ការកសាងចប់ហើយដោយធ្វើពិធីបន់ឆ្លងនេះជាអបរាបរចេតនាកាលណាញោមញាតនឹករលឹកឃើញការកសាងវត្ថុនឹងបានបន់គ្រប់តែគណៈចិត្តដែលកសាងហ្នឹងឯងហើយក៏មិនមែនតែបន់កសាងពុទ្ធបដិមានឹងមួយទេកសាងបន់នេះក៏ដោយសាងកុដិសាងសាលាការធ្វើសាងវិហារក្តីធ្វើបន់កឋិនទានតេកណានុបទានបច្ច័យ4អីអំពើដែលជាកុសលអើយតែញោមញាតរលឹកក្នុងគណៈពេលណាបានបន់ពេលនោះអានេះសាបើញោមមិនដឹងទេបានតែម្ដងឲ្យឆ្លងនេះបានយ៉ាងណាតទៅស្អែកអត់បានទេតែឆ្នាំមុខអត់បានទេតែបើដឹងរលឹកយប់ឡើងមុននឹងសម្រានឬពេលណាដែលស្ងាត់នឹកឃើញអើយបានសាងពុទ្ធបដិមានៅកន្លែងនេះបានធ្វើបន់កឋិនសាងកុដិសាងសាលាសាវត្តនឹកឃើញជ្រះថ្លារីករាយសប្បាយអំពើជាកុសលដែលធ្វើច្រើននេះដែលទៅសម្កត់បាបដែលញោមញាតបានប្រព្រឹត្តអំពើបាបមកប្រធម្មតាមនុស្សមិនដែលណាធ្វើល្អមកជីវិតទេវាតែមានកាយវិជាចិត្តទុច្ចរិតខ្លះគ្រប់តែគ្នាឯងមិនស្អាតទេប៉ុន្តែយើងធ្វើបុណ្យច្រើនទៅសង្កត់បាបដែលមានកម្លាំងតិចវាឲ្យផលបានតែយល់ទេហ៎ប្រយ័ត្នអាត្មាឮគេបបួលធ្វើបុណ្យលៀងបាបអាត្មាកណោញោមហើយក៏មិនទៅឆោតពេកប្រពន្ធលោកសំដែងតែគ្មានបុណ្យណាទៅលៀងបាបបានទេបុណ្យដោយបុណ្យបាបដោយបាបត្រូវតែឲ្យផលប៉ុន្តែមានមធ្យោបាយដែលគុំទាន់ឲ្យបាបឲ្យផលបានខំធ្វើអំពើល្អឲ្យច្រើនមកសង្កត់អាហ្នឹងអាបាបមានកម្លាំងតែជាងអត់ឲ្យផលរួចទេដូចញោមញាតតែឆ្ងល់តើអ្នកដឹងឲ្យឃើញធ្វើតែអំពើបាបមិនក៏មិនដែលឃើញផលអាក្រក់ឲ្យបាបនឹងឲ្យផលដល់អ្នកនោះឃើញគេបានតែសេចក្តីសោកអាហ្នឹងមួយហ่ะរួចមួយតែហ្នឹងអ្នកនោះឲ្យឃើញធ្វើតែអំពើកុសលគ្មានលោះខែលោះថ្ងៃចុះរឿងអីឃើញជីវិតមនុស្សនៅជួបតែនឹងសេចក្តីទុក្ខអានេះមានកត្តាពីរណាបងសម្រាប់ញោមញាតបរិស័ទដែលឆ្ងល់បើงั้นណាជំរះរឿងហ្នឹងឲ្យវាបាត់ផងណាឲ្យអស់មានឆ្ងល់ថាអ្នកដែលធ្វើអំពើបាបបច្ចុប្បន្នហ្នឹងតែមិនឃើញផលបាបឲ្យផលឃើញតែផ
ផលបុណ្យឲ្យជាសេចក្តីសុខថាព្រោះអ្នកនោះធ្វើបុណ្យមកវិច្រើនពីមុនកុំនៅបុណ្យនោះនៅរាំងការពារបុគ្គលនឹងឯងបាបដែលគាត់ធ្វើថ្មីនឹងចូលឲ្យមិនរួចទេព្រោះបុណ្យមុននឹងវារាំងអានេះសូមឲ្យយល់ចាព្រោះអ្នកដែលធ្វើអំពើបុណ្យល្អយើងមើលទៅឃើញតែជីវិតជួបតែសេចក្តីទុក្ខម៉េចពុទ្ធលោកសំដែងថាអ្នកនឹងធ្វើបាបពីមុនច្រើនណាស់ដល់តែធ្វើល្អក្រោយនេះចូលអត់រួចទៅរកបាបដូចជាជញ្ជាំងរាំងអត់ឲ្យផលទេអានឹងសូមជ្រាបជានៃពីរឈប់ឆ្ងល់ពីរឿងអ្នកធ្វើបាបមិនឃើញបាបឲ្យផលឃើញតែបុណ្យឲ្យផលសេចក្តីសុខឬឆ្ងល់ថាអ្នកដែលធ្វើបុណ្យមិនឃើញបុណ្យឲ្យផលគឺជួបសេចក្តីទុក្ខអានឹងឈប់ឆ្ងល់រឿងយ៉ាងហើយអានឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ថាយ៉ាងញោមយកមើលព្រះមុគលានលោកធ្វើបាបម្ដាយឪពុកលោកមិននឹងប្រមាណសែនជាតិមកហើយទេទៅកំហែងគម្រាមបំភ័យម៉ែឪដូចចោលទៅផ្លន់យ៉ាងឯងព្រោះបាបអត់ឃើញឲ្យផលដល់ក្រោយលោកធ្វើបុណ្យជាកុសលដែលសាងបារមីជាសាវកបារមីណាបុណ្យនោះច្រើនពេកអត់ចូលបាបចូលឲ្យអត់រួចតែអត់ទៅណាទៅសំងំនឹងឯងវាគ្មានកម្លាំងទៅស៊ីសងគ្នាដល់ពេលដែលបរិនិព្វានចោល500ទៅវាយហ្នឹងណាញោមអានឹងបាបកម្មហ្នឹងណាពេលនឹងយ៉ាងណាក៏ត្រូវតែស៊ីសងនេះបានចេញទៅនិព្វានរួចបាបកម្មអីតែងទួចត្រូវស៊ីសងនេះក្នុងអាបន្ទាត់ព្រំដែនហ្នឹងឯងសាបានទេឲ្យគេវាយត្រាឲ្យប៉ាសពតឆ្លងដែនហ្នឹងឯងហើយអ្នកណាក៏ដោយដែរអត់កិច្ចជារួយទេបើមិនស៊ីសងណាអត់ទៅនិព្វានរួយទេត្រូវតែដោះឲ្យហើយប៉ុន្តែចាំស៊ីសងគ្នាដោះទៅជាតិបញ្ចប់ព្រះនិព្វានយល់ដូចព្រះមុគលានយ៉ាងអត់ទៅណាទេតែគេបបួលទៅធ្វើបន់លៀងបាបឲ្យឈប់ទៅពីមុនថាមិនដឹងអាឡាអាត្មាប្រាប់ដឹងហើយតែបានទេឯងមិនទេធ្វើតបន់ឲ្យច្រើនទៅសង្កត់ជាមិនរួយទេតែដល់ទៅនិព្វានត្រូវតែស៊ីសំគ្នានឹងឯងអានេះសំជ្រាបអញ្ចឹងនិយាយពីហេតុដែលកើតបន់នោះថ្ងៃណារលឹកឃើញអើយបានសាងពុទ្ធបដិមាធម៌តរលឹកឃើញគឺបានតែចិត្តរីករាយបានបន់ណាដល់ពេលចិត្តអស់ជីវិតទៅក៏ព្រះសម្មាសម្ពុទ្ធលោកឲ្យនឹកពីកុសលមកតម្កល់ក្នុងចិត្តដែរមុននឹងលះលោគេទៅឲ្យនឹកកុសលធ្វើអីខ្លះហ្នឹងនេះយកមកតម្កល់ក្នុងចិត្តរបស់ផងយើងសាបានទេយោណាព្រះពុទ្ធលោកសម្ដែងយថាកម្មង្កមិសន្តិបញ្ញបាបលោបគាមនុស្សដែលស្លាប់ទៅវាទៅតាមការចងចាំចិត្តស្លាប់ទៅញោមចាំបាបទៅបាបចាំបុណ្យទៅបុណ្យហើយចាំបាបចាំបុណ្យមកពីយើងរលឹកបានលោកអត់ឲ្យរលឹកទេអំពើអាក្រក់ដែលធ្វើឲ្យក៏រលឹកចាំទៅស៊ីសងគ្នាព្រំដែនព្រះនិព្វានហ្នឹងឲ្យកន្លែងឆ្លងដែនហ្នឹងណាបានទេក៏រលឹកនេះបច្ចេកទេសបើសិនណាជាមិនចេះទេធ្វើបុណ្យមកកណោពេលស្លាប់ទៅនឹករឿងមួយវាយមូសមួយទៅហើយទៅអានឹងជំរាបប្រាប់ពីច្បាប់ពុទ្ធសាសនាបើជាអត់ត្រូវការនឹកទេត្រូវការរលឹកទេស្អាបានទេអីអានឹងទេសនាទៅវាចេះតែជាប់ទាក់តងហើយព្រោះបញ្យល់ឲ្យដឹងហេតុតិចដែលញោមធ្លាប់ធ្វើមកឲ្យវាមិនយល់នោះសំជ្រាបចឹងហេតុណាមិនកើតបន់នោះគឺអញ្ចឹងរួចម្យ៉ាងទៀតនិយាយពីពាក្យសាមកពាក្យចេះដីបន្តិចទៀតសិនព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងពីចេះដី4ជាទីសម្រាប់បរិស័ទគោរពបានបន់ទី1ធម្មចេតដីទី1ធាតុចេតដីទី2ធម្មចេតដីទី3បរិភោគចេតដីទី4គឺឧទេសកចេតដីធាតុចេតដីដែលគេបញ្ចុះព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធហ្នឹង
ទីដែលគោរពនឹងចេតដីទីពីរធម្មចេតដីធម្មចេតដីពីបុរាណលោកហៅត្រីហៅតាមស៊ីមហៅត្រីគេតម្កល់គេធ្វើជាអាគារគេតម្កល់គម្ពីរបត្រៃបិដកក្បួនច្បាប់នៅក្នុងវត្តអានេះគេហៅថាធម្មចេតដីធម្មចេតដីលោកសង្គ្រោះតាំងពីទូដែលដាក់ច្បាប់ដាក់គម្ពីរធ្វើក៏ជាធម្មចេតដីដែរពេលរហូតដល់ទៅសិភៅសត្រាដែលចាព្រះធ្វើព្រះអង្គសម្ដែងក៏គេហៅថាធម្មចេតដីដែរអានឹងនិយាយពីធម្មចេតដីទីណាដែលតម្កល់ព្រះធម៌ឬក៏ច្បាប់ទម្លាប់ក្បួនខ្នាតអីទាំងអស់ដែលពយល់ប្រាប់មនុស្សឲ្យកើតបានទទួលចំណេះជាហៅធម្មចេតដីបន្តែដល់ក្រោយមកគេហៅថាធម្មមន្ទីរបើពីមុនគឺហៅត្រីដល់ក្រោយមកក្រោយគេថាធម្មមន្ទីរគឺមន្ទីរដែលគេតម្កល់គម្ពីរក្បួនច្បាប់ដែរដល់បន្តមកបច្ចុប្បន្នសប្តាហ៍ថ្ងៃគេហៅបណ្ណាល័យអានឹងញោមញាតស្គាល់ច្រើនបណ្ណាល័យគឺកន្លែងដែលគេតម្កល់គម្ពីរនៃការក្បួនខ្នាតដែរអានឹងគេហៅថាចេតដីធម្មចេតដីទី3បរិភោគចេតដីបរិភោគចេតដីបានន័យថាចេតដីដែលគេបញ្ចុះបរិខារបស់ព្រះសម្មាសម្ពុទ្ធបណ្ឌបរិភោគចេតដីនេះមាននៅតែប្រទេសភូមាមួយទេគេរងគូនហ្នឹងចេតដីរងគូនកន្លែងនោះគេបញ្ចុះបរិខារបស់ព្រះសម្មាសម្ពុទ្ធ3អង្គយ៉ាងបាធាព្រះសម្មាសម្ពុទ្ធព្រះកកសន្ធោគេបញ្ចុះធម្មក្រតម្រង់ទឹករបស់លោកដែលលោកតែត្រង់ឆាន់ប្រកបនេះកមណោបញ្ចុះសម្ពុតងូតលោកផ្លាស់ស្រង់ទឹកប្រកាសបោបញ្ចុះវត្តធន់វត្តធន់ជាកែព្រះសមណគោតមបរមគ្រូយើងបញ្ចុះព្រះបរមសារីរិកធាបរិខា3ព្រះអង្គព្រះកេសាធាតព្រះសមណគោតមយើងដែលបានប្រទានឲ្យមកតបស័កនៅផលិកៈនាយពាននេះនឹងដែលទៅថ្វាយបង្គំនឹងឈ្មួញលក់ដៃផ្លៃក៏វាញ់តែកោលទេស500ទៅបទៅបានទៅជួបប្រពន្ធណានមស្ការបានថ្វាយសដៅខោតាមកហូបអាហារក្រៀមពោះនេះដំណើរទៅព្រះសម្មាសម្ពុទ្ធលោកប្រទានប្រកេសាធានឲ្យមកមានមួយម្នាក់ឯងបរិភោគចេតដីទី4ឧទេសកចេតដីឧទេសកចេតដីនេះពុទ្ធបនិមាគេឧទេសកចេតដីដែរការគោរពបូជានឹងពុទ្ធលោកសម្ដែងពីចេតដី4ហ្នឹងរបស់ទាំង4នេះគឺជាមូលដ្ឋានសម្រាប់ពុទ្ធសាសនាដែរបើសង្កត់បរិភោគចេតដីក្រណានៅមានតែមួយនៅភូមិណាសងៃគេមយ៉ាន់ម៉ាតែគេប្រែទៅទៀតទៅហើយយើងហៅភូមិមានគេហៅសង្កតរៈចេតដីនៅក្នុងទីក្រុងរងគូនប្រទេសភូមិណាមានកន្លែងហ្នឹងឯងប៉ុន្តែប្រវត្តិរបស់សង្កតរៈចេតដីនឹងវែងឆ្ងាយណាស់ប្រហែលសំដែងប្រាប់ទេហើយជាយូរទេយប់ក៏មិនបានទៅវត្តផងបើចង់រំលឹករឿងមួយថាក្នុងផុតកັບយើងនេះមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹង5ព្រះអង្គក្នុងផុតកັບពាក្យដែលឈ្មោះថាផុតកັບគឺកម្មដែលមានពុទ្ធលោកត្រាស់ដឹង5អង្គក្នុងផុតកັບយើងនេះលោកត្រាស់ហើយ4អង្គឯនៅតែ1អង្គទេនេះគេហៅផុតកັបពីបុរាណអាត្មាឃើញចាស់ក៏គូរូបប្របាត់ក្នុងសម្ព័ន្ធហ្នឹងឃើញក៏គូរូបមានដាក់ពុទ្ធ5អង្គពុទ្ធកកសន្ធោកោនិកមនោកសបោសមណគោតមនិងព្រះសិអាមេត្រីព្រះសិអាមេត្រីនៅជាពុទ្ធិស័ក្តិនៅត្រង់គ្រឿងនៅឡើយទេត្រង់គ្រឿងដូចជាទេវតាមានមកុដមានមកុដមានអីតបតែងហ្នឹង
เคยដាក់ទាំងហែគេតំ5ហ្នឹងដល់ថ្ងៃនេះបាត់អស់អឺមិនសូវឃើញមានទេដែលអាត្មាលើករឿងផត្តកម្មមកសម្ដែងក្រែងញោមញាមានណាមានសេចក្ដីតែលោកគ្រូលោកមានបរិស័ទច្រើនណាស់សាងពុទ្ធក្នុងផត្តកម្ម5អង្គដាក់តាណាមួយទៅឬដាក់ទាំងហែគ្នាទាំង5ទៅពីថ្មពីអីក៏បានធំដែរតូចដាក់ឃើញសាងឲ្យតំណាងដឹងតែនេះក្នុងផត្តកម្មយើងនេះមានពុទ្ធត្រាស់ដឹង5អង្គកាលណាដែលមានពេលណាដែលមានពុទ្ធលោកត្រាស់ដឹង5អង្គគេថាផត្តកម្មឥឡូវមាន5អង្គអាត្មាដូចជាចាំច្បាប់តែលពឹសរៀនពីក្មេងប៉ុន្តែបើភ្លេចមិនដែលបាននឹកចោលយូរបើហេតុជាភ្លេចយកមកតំណែងតំណាលប្រគេនទូលជូនឲ្យស្ដាប់បន្តិចច្បាប់បុរាណប៉ុន្តែបើខុសត្រូវអីក៏ប្រកាន់ចោលយូរមិនដែលនឹកឃើញទេទៅនឹងនឹកឃើញលោកប្រាប់ថាលោកខាងដានលោកថាផត្តកាលនេះមានព្រះពុទ្ធទ្រង់ញៀន5អង្គយាត្រាព្រះនាមថ្លាថ្លៃប្រពៃសោភាមានព្រះសាសនាទីតិយរាល់អង្គព្រះកកសន្ធោដើមជ្រេះជាពោធិព្រឹកខ្ពស់ខ្ពង់ឆោប៉ុនរាំងសីរស្មីព្រះអង្គបច្ចុប្បន្នស្ដេចគង់40000ព្រះវស្សាព្រះកោនិកមនោដើមលវាជាពោធិព្រឹកសាខាឆោប៉ុនរាំងសីរស្មីជ្រះថ្លាប្រជជនសាស្តា30000ឆ្នាំគាត់ព្រះកសបោដើមជ្រៃជាពោធិព្រឹកបរិសុទ្ធឆោប៉ុនរាំងសីរស្មីពុទ្ធព្រះជន្មកំណត់20000ព្រះវស្សាព្រះសមណៈគោតមត្រាស់ជាបឋមព្រះបរមសាស្តាផោរតបល្ល័ង្កទីនាងពេជ្រថ្លាស្ដេចគង់ផ្ចាញ់មេព្រះអង្គឥតភ្លើកថ្កើងទស្សបរមីឆោប៉ុនរាំងសីក្រមពោធិព្រឹកនាងព្រះធរណីទេវីសាច់ទឹកពលមេបីអធិកចាញ់ព្រះករណាព្រះចូលនិព្វានប្រជជនស្ដេចបាន80ព្រះវស្សាឆ្នាំទៅរួចរាប់5000ព្រះវស្សាប្រោះអស់ទេវតាមនុស្សសត្វទាំងឡាយព្រះសិអាមេត្រីពោធិសត្វថ្លៃរស្មីឆាឆាយនឹងត្រាស់ជាក្រោយដោយពុទ្ធទំនាយប្រជជនវែងឆ្ងាយ80000ព្រះវស្សាដើមខ្ទឹងជាពោធិព្រឹកសែថោមេឃមានផលផ្កាប៉ិនកង់រាជរដ្ឋសសតរាសាលំអងបុប្ផារុះរយដោយខ្យល់ក្រអូបភូភាយក្លិនក្លែបខ្យល់ខ្ចាយសាយសពទៅដល់ទិសទីទាំង10អបអស់មណ្ឌលទ្វីទាំង4ស្កលដល់ទៅសួនេយនៃលោករៀបរក4អង្គបានត្រាស់ដឹងហើយពពុទ្ធដែលត្រាស់ដឹងឡើងគង់ក្រោមដើមរុក្ខជាតិដើមរុក្ខជាតិដូចគ្នាទាំងអស់តែរុក្ខជាតិខុសគ្នាព្រះពុទ្ធកសន្ធោលោកត្រាស់ដឹងនៅក្រោមដើមជ្រេះញោមស្គាល់ទេដើមជ្រេះនៅស្លឹកវាហាក់ដូចនឹងស្លឹកអីចាំមកអត់ដែលគេបរិភោគអង្កាញ់ស្លឹកហាក់ដូចដើមអង្កាញ់បើដើមធំអានឹងត្រួយវាគេយកមកស្លកកោឆ្ងាញ់រួចគេខ្លះគេយកមកស្រោះធ្វើលក់ទៅទឹកតង្កេងស្គាល់ទឹកតង្កេងអេញោមស្គាល់ទឹកតង្កេងទេគេហៅទឹកគ្រឿងទឹកដំប្រេងបានគេហៅថាទឹកតង្កេងហ្នឹងអញ្ចឹងបើបានគេហៅទឹកតង្កេងហ្នឹងគេបេះបោតអាហ្នឹងរួញមិនយកមកចុកមាត់ទេបោតរកបានយកតង្កេងអាហ្នឹងសិនបានហូបមកនេះទៀតសំនេះយកតែទឹកតង្កេង
cái ta cái bò trui năng rui ấy mình nhom mình chậu mật nà bà sân lo thế ta đu bị giang cho anh ấy ta bồi ấy tôi từng cái chuột là năng sao mà giờ hả anh đang gặp thằng ta chơi và là dây tức từng kênh anh nó đam chire thế sầm bò ta đâu nông ta cao nó có miệng đam thom anh nó klem việc có hom để chiêm mìnhยังไงจะโยมมาเธอดองกับเท้าดองไอ้ปราบานอย่างละอ่อนักการดำเชเร่ไปประพุทธกรเนี่ยกับมโนตรัสดังกรอมดำละเวียตรัสดังกรอมดำละเวียประพุทธกัสปอลตรัสดังกรอมดำเชเร่เงียบเสียงเนี่ยอดโดยแค่แต่เพื่อเสียอาเมตรัยนุตรัสกรอมดำตึงสกัดเล็กตึงมาโยมสกัดแล้วโยมสกัดดำสุพีได้กะสุพีสกัดแล้วสุพีพลายไหมฮะสุพีพลายดอนนองไปพลายแบบทำเด็ดพลายก้อยอย่างตุ้มเรื่องปานักครับชราณสัจติตุ้ยละเลียบดัดนักครับพระแอมบริโภคบานปันแต่บายังบ่อย่าเท่าปันดอยไอ้เท่าช้อนลูวินว่าจอมไปซ้ายบ่กับดงเมื่อเท่าอัลลูวินเดอันนั้นสุพีพกากระโอมนะพกากระโอบแอมบ่อันสุพีดำกระตึงสละเสดียงนั่งสุพีพกาโดยกันเนี่ยปันกระตึงนั้นพลายเวียมูลทมจังไม่จึงเฮ้ยดาวเวียเมียนเลียโดยเลียดงยังจ้ะพลายเวียเมียนเลียชาพิดามันกิโยกระตึงน้ำมันกิโยมากัดกิแควสาเจนแต่เจนแล้วcái svan cái đặt đòn rồi sai cái thựcกับbอยดูตึกไตรดูไอ้ยมาด่าออกแต่เคยนะโยมได้เคยนะกับบอยดามกระตึงแผลกระตึงอันนี้ดามกระตึงไปแผลเวียนเมียนเชียดเปร่งเชียดเปร่งแล้วปริศอาเมตแต่ลูกตรักกรอมดามกระตึงก็เลยขอตรักกรอมดามรูกเชียดอย่างนี้แต่เมนดามปูเตตามเรียบแต่เปรียสมณะกุดดำยังไม่บันดาปูหนึ่งสมอันยงเงียเฉลี่ยจังรู้ยืงพัตกรรมยังนี่กลมเตือนอสังคมเนามาอังตีเดตระดังข้างกร้อยคือเปรียสอาเมตรัยไอเปรียสอาเมตรัยนี่ขนมศาสนาคริสเตียนเมียนเปรียมวยเดียดในข้างกร้อยแต่มิสอาเพื่อสร้างแต่มิสเออาแล้วก็เป็นล้อมใหม่คือทำเปรสเออานั่นคือเปรียกขนมศาสนาคริสเตียนข้างกระโดดเกลโยจังเพื่อยังอะไรยังไม่ไตรเปรสเออาดอกเกะคือทำมิสเออาแล้วก็โอโยเปรสเออายังตัดดักขนมศาสนาคริสเตียนโดยปูเปรียมปูศาสนาเปรียมโยกพระพุทธสามณะกุดำยืงเจ้าอวตารที่ประมูลระบบพระวิษณุเป็นอะไรผู้เปรียมแค่อย่างเดียวไปประเคยพระพุทธลูกชายพุทธศาสนาประกอบได้ฮะพอปุเนี่ยกันศาสนาเปรียมสลับทัวระบบโลเลียบังศาสนาเปรียมก็วัดก็เวงจอลอลลีว่าบริษัทบัญชากิจทัวมาเที่ยวบ่ายกิทับเปรียสามณะกุดำนั้นเจ้าอวตารระบบพระวิษณุตีบมบูรณ์เนี่ยมาเกิดนั่งบางจังยังจำออกกุนไอ้น้องสามณะกุดำมันนึกได้แต่ยืนนั่งยืนต่อออกกุนน้องเปรียเชมาจากพระวิษณุเป็นนเรียอย่างเดียวบ้านไหนเก็บเพื่อนอย่างผู้เปรียมเพื่อนยังไม่ยอมล่ะไปยอมอัดดังเด็กกิทับสามณะกุดำเชียอวตารระบบเป็นนเรียตามเป็นอัดตรึกสดายระบบพระสัมมาสัมพุทธว่าอันเมียนเตะตรงหนึ่งบันสรันอันเมียนเตะตรงหนึ่งกรมเอติปลระบบเทวดาเอ็นพรหมเตตรึกสดายระบบพระพุทธศาสนาแล้วพระพุทธโลกเป็นรีนไอทวกาเตยังสาวอันยงเนี้ยประหยัดฉลามอาพิธีบันสรันปวงส่วงอารุกอาระเทวดาเอ็นพรหมเมนศาสนาพระพุทธศาสนาเปลี่ยนเตปัญญาอัดดัง
វាតំណតមកតាំងពីកលយើងកាន់សាសនាព្រាហ្មណ៍មកដល់សាសនាព្រាហ្មណ៍នឹងបាត់អស់ទៅកាន់ពុទ្ធសាសនាអត់បានរៀនដែលអាត្មាតែគ្រាន់តែឃើញគ្រាន់តែឮទ្រាប់ធ្វើតាមគ្នាអាទន្លប់ពីសាសនាព្រាហ្មណ៍នឹងឯងមកអានឹងសំជ្រាបកុំច្រឡំបើកាលណាធ្លាក់ដល់មករឿងនោះក៏សំដែងទៅបន្តិចទៅមានសំដែងធ្វើឲ្យពីក្រោយទៀតទេយីយកយូរណាស់ដែរប៉ណ្ណឹងបាទបើចង់ប៉ណ្ណឹងឲ្យមើលទៅខូចពេលគេនៅគេសំដែងទៀតលោកអ្នកត្រូវសំដែងក្រោយលោកចេះគិតស្មានណាងជាប់ចេះដល់វាអញតែដឹងមែនយ៉ាថាតែប៉ណ្ណឹងយ៉ាមែនអញនិយាយសំដែងទៅភ្លេចព្រោះចាបើនិយាយពីព្រះសិអាញោមញាតមិនទាន់អស់សង្ឃុំទេផតកម្មនេះនៅមួយអង្គទៀតបើសិនញោមញាតខំសាងបារមីខំសន្សំបញ្ញាឲ្យច្រើននិស័យមានដល់ព្រះសិអាមេត្រីត្រាស់ដឹងនឹងបានទៅកើតទិនសាសនាព្រះអង្គត្រាស់ដឹងឡើងទៅស្ដាប់ធម៌ព្រះអង្គបានសម្រេចបើមានបញ្ញាចាក់ធ្លុះក្នុងសច្ចធម៌បានសម្រេចទៅកាន់ព្រះនិព្វានក្នុងពេលមិនទាន់អស់សង្ឃឹមទេបដកម្មនៅមួយទៀតបើចឹងញោមញាតដែលឃើញសេចក្តីទុក្ខក្នុងជីវិតដែលកើតមកហើយនឿយណាយធុញទ្រាន់ខំសាងបុណ្យបាសន្សំបារមីបញ្ញាទៅនឹងនិស័យបុណ្យបញ្ញាចឹងជួយរុញយើងឲ្យទៅកើតក្នុងពេលដែលព្រះសិអាមេត្រីព្រះអង្គត្រាស់ដឹងពេលនឹងស្រួលแล้วក៏ស្ដាប់ធម៌ទៅយើងមានបញ្ញាសត្វចាក់ធ្លុះព្រាមយល់ដឹងព្រាមដល់បានទេយោណាបានសម្រេចព្រាមឥឡូវប៉ុណ្ណឹងយោសម្ដែងប៉ុណ្ណឹងចោលសន្ធើទេសនាសម្ដែងតិតងទៅនឹងវត្ថុរបស់ដែលយើងកំពុងតែធ្វើនឹងស្អាប់បានទេចាក៏បញ្យល់លោកថាលោកគ្រូលោកមានឥទ្ធិពលបរិស័ទច្រើនណាស់អាត្មាមិនសូវមានយោមណាជាតិណាចូលចិត្តទេបើធ្វើអីក៏មិនដែរកែទេតាសាង5អង្គទាំងហែគ្នាអញ្ចឹងថានេះផតកម្មរបស់យើងអត់ដែលមានណាសាងទេយល់ទេហ៎អន្តណាមួយទៅធ្វើឲ្យបានមុនគេបានសម្ពគេនពតមានលោកនិយាយពីផតកម្មនេះពុទ្ធ5អង្គតែមិនទាន់ដែលឃើញណាសាងដាក់តម្កល់ឃើញតែមួយអង្គទៅឃើញព្រះសមណៈគោតមឥឡូវឃើញជ្រះថ្លាកសាងព្រះសិអាតែនៅជាពោធិសត្វនៅឡើយលោកមានតែត្រាស់ដឹងណានៅត្រង់គ្រឿងអភិរណៈជាស្ដេចនៅឡើយជាព្រះអិននៅឡើយទេហើយយើងមិនទាន់គោរពនមស្ការថាជាពុទ្ធត្រាស់ដឹងបានតែគាត់ជាពោធិសត្វដែលគេសាងមួយអាហ្នឹងក៏យ៉ាងដែរគេថាសាងតែពុទ្ធសមណៈគោតមនិងអង្គព្រះសិអាតែពុទ្ធ3ទៀតអត់សាងទេគឺពីមិនដល់បើឡើយមកពំភ្លឺសំឲ្យសាងព្រះអង្គ3នោះទៀត